อุกาหาสาจรังวัตยังกายาដើមពេលសុដានេះមានអាយុ1250ឆ្នាំតាមពេលសុដាកូនចែកសុំដីដំណើរទៅជាជុំនេះបាក់មេឃឯកូនបាក់កន្លែងរូងមកមេឃនេះគឺជាដើម7សដាបងដែលគឺជាកន្លែងដែលគេប្រពកម្មវិធីសំពះអ្នកតាចាស់ស្រុកដើម្បីសុំរៀបអំពីវិពាក្នុងមង្គលការដើម្បីសុំសុខសេរីសួស្តីបងសុំបាទមានទាំងដើមតូចដើមធំបាទដើម7ហ្នឹងហើយបាទ2000ឆ្នាំជាង2000ឆ្នាំជាង2000មាន1250ឆ្នាំ1000ឬក៏2000បង1000ជាងនៅក្នុងចំនួនឈ្មោះអាយុកាលគេដាក់នៅបាទដាក់នៅលើផ្លាកនាគរាជហ្នឹងគេដាក់ថាដើម7សូដាបាទបងបាទដើម7សូដានេះអាយុ1250ឆ្នាំឃើញអត់បងឃើញអត់ប្រភពហ្នឹងគឺផុសចេញមកជារូបរាងទម្រង់ប្រភពមនុស្សហ្មងនេះបាទបងបាទហ្នឹងបងហ្នឹងចូលបានទៅ10អ្នកជាងភ្នែកមានចំបាមានមាត់វាគោអញ្ចឹងទៅឆ្កែសត្វសខណាសណក់បាទជាអ្នកឃើញមុនគាត់ក៏ថាឆ្កែថ្ងៃនេះមិនក៏ចម្លែកមែនព្រុសនោះព្រុសអត់ឈប់ហៅឈ្មោះវាឲ្យឈប់សម្រាប់វាអត់ឈប់ដល់ពេលគាត់ងើយមើលទៅលើបានឃើញសាកសពបងប្រុសសៀនសាហ្នឹងគាត់ចងកស្លាប់ខ្លួនបាទរហូតបានយកសាកសពគាត់បញ្ចុះមកបងគឺយកបង្អោងដែលកាត់ហ្នឹងកាត់ដោយករាវអាលហើយអាលតាមបានតាមក្បាលហ្នឹងទ្រាំទៅបានសត្វធ្លាក់មកគឺឈើហ្មងធ្លាក់មកឈរពេលដែលសពហ្នឹងគេទម្លាក់មកហ្នឹងឈរហ្នឹងអត់មានអ្នកទប់ទេឈរខ្លួនឯងឈរខ្លួនឯងឈររឿងស្ដោកចឹងឈរត្រង់ស្ដោកហ្នឹងហ្មងបងប៉ុន្តែបាតជើងមានជាប់ទៅតាណាតាណីឬក៏ផ្ទាល់នឹងដីតែឈរហ្នឹងហ្មង10ឆ្នាំជាងហើយកម្មានៅដដែលជីទៅឃើញជីមកឃើញកាយវាយក្រាបឡើងមន់រងាវហើយរៀបចំឲ្យបងអើយបាទសូមអនុញ្ញាតគ្រប់នឹងជំរាបសួរដល់ពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តដែលនិយមតាមដាននិងគាំទ្រនៅកម្មវិធីរាត្រីរន្ធត់នៅក្នុងសប្តាហ៍នេះជួបគ្នាសាជាថ្មីម្ដងទៀតក្នុងកម្មវិធីរាត្រីរន្ធត់ជាមួយនឹងខ្ញុំបាទសេមចំណូបាទហើយក្នុងសប្តាហ៍នេះយើងមានភ្ញៀវកិត្តិយសថ្មីប្រហែលជា DJ ផងបាទប៉ុន្តែមុននឹងយើងជួបជាមួយនឹងភ្ញៀវកិត្តិយសនៅវគ្គបន្តសូមជួបជាមួយនឹងម្ចាស់ឧបត្ថម្ភកម្មវិធីបន្តិចសិនបាទអាជីពរកលុយតាម Facebook និង YouTube ជាមុខរបរដ៏ចាំបាច់ក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតជារៀងរហូតដូច្នេះបើសិនបងប្អូនចង់រៀនជំនាញនេះជាមួយវគ្គសិក្សារបស់ខ្ញុំបាទសូមឆាតចូលក្នុង Page Apolojoy RSV ខ្ញុំបាទក៏មានលក់ Page និង Channel ដែលភ្ជាប់ Monetize រកលុយបានជាស្រេចទឹក
กรายธรรมជាតិបតុមវ័នពេលនេះមានដេប៉ូតំណាងចែកចាយប្រចាំខេត្តកំពង់ឆ្នាំងហើយប្រសិនបងប្អូនអតិថិជនមានបំណងចង់ធ្វើតំណាងចែកចាយប្រចាំខេត្តក្រុងផ្សេងសូមខលមកកាន់លេខទូរស័ព្ទនេះឬឆាតចូលក្នុងเพจទឹកក្រែធម្មជាតិបតុមវ័នដើម្បីសាកសួរព័ត៌មានបន្ថែមទឹកក្រែធម្មជាតិបតុមវ័នពោពេញដោយសារធាតុរ៉ែសំខាន់ការពារសុខភាពឆ្អឹងរក្សាលំនឹងសម្ពាធឈាមនិងកម្រិតជាតិស្ករ pH រហូតដល់ 7.9 ធ្វើឲ្យសុខភាពល្អក្មេងជាងវ័យពីធម្មជាតិពេលក៏មកព្រៀងដឹកដល់គេហដ្ឋានព្រៀងកថាមពលត្រៃភពដៃជាការពារអ្នកនិងក្រុមគ្រួសារពីគ្រោះថ្នាក់នៃ EMF ដូចជា Radical Series, Cholesterol សារធាតុបង្កមហារីកគីមីនិងឧស្ម័នឧបករណ៍បញ្ចេញផ្នែករឹង Wi-Fi វិទ្យុសកម្មទូរស័ព្ទទូរទស្សន៍កុំព្យូទ័រនិងផលិតផលអេឡិចត្រូនិកទាំងអស់ដែលបង្កើតជារលកសញ្ញាវិទ្យុសកម្មនិងវិទ្យុសកម្មលោហៈធាតុដែលធ្វើឲ្យខូចរចនាសម្ព័ន្ធកោសិកាបង្កគ្រោះថ្នាក់ដល់រាងកាយការពារបាននៅអំពើអំព័ន្ធអមនុស្សប្រឆាំងនឹងការប៉ុនប៉ងឬឧបទ្ទវហេតុផ្សេងៗដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកថាមពលត្រៃភពដៃជាសក្តានុពលរមណីយកម្មនៃបរិស្ថានបាទសួរអូនសួរបងបាទមានឈ្មោះដែរខ្ញុំឈ្មោះសុខេមតាមក្រុមការងារខ្ញុំប្រាប់មកថា DJ អត់ទេបងអត់ហងអត់ទេសារក្នុងការតុបតែងខ្លួនបែបយុវវ័យអញ្ចឹងស្រឡាញ់ខាងសិល្បៈដែរបាទនៅក្នុងផ្នែកសិល្បៈថ្ងៃខ្ញុំបម្រើការងារនៅក្នុងសិល្បៈវងក្រុមតកោខាត់ខាត់សខេមបាទខាត់សខេមបងកាន់ខាងអីដែរលេងភ្លេងនិងសម្ដែងលេងភ្លេងនិងសម្ដែងបាទជំនាញបងអូននោះភ្លេងកាន់ខាងអីដែរខាងស្គរហើយខ្ញុំក៏បានមកសិក្សារស់រៀននៅជាមួយនឹងក្រុមតកោខាត់កំឡុងរយៈពេល3ឆ្នាំមកដល់ហើយពេលបន្ទាប់ពីលាចាកសិក្ខាបទពីព្រះសង្ឃអូធ្លាប់បួសដែរណាបួស5ឆ្នាំកន្លះកាន់ស្គរនោះស្គរដៃយើងស្គរដៃខាងបុរាណបាទសម័យចេះទេស្គរសម័យអត់ទេបងត្រូវសិក្សាបន្ថែមបាទឧបករណ៍ច្រៀងចេះតិចបងអញ្ចឹងដល់ផ្នែកវិស័យជំនាញរបស់ខ្ញុំដងពីកំណើតគឺខាងផ្នែកស្មូតកំណាបវិញចេះទាំងស្មូតចេះទាំងច្រៀងបាទចេះទាំងដំភ្លេងទៀតបាទជំនាញច្រើនតាមើលឲ្យសុំសាកបន្តិចណាបាទសាកស្មូតមុនបន្តិចស្មូតបាទចាំអត់ចាំបងចាំអញ្ចឹងខ្ញុំលើកយកអំពីធម្មសង្វេគបាទបទចែកឋានឧកាសាចរੰវតយ៉ាងកាសាតាนัง មេរណង្កាលេចកេតវាសសានេអបេតវិញ្ញាណអរគុណបាទតែវែងពេកហ្នឹងប្រិយមិត្តយើងអត់ហ៊ានស្ដាប់ទេខ្លាចរំភើបទៅនឹងកម្មវិធីខសិនរបស់កម្មវិធីរបស់យើងបាទជំនាញបងប្អូនស្មូតហ្នឹងយើងមានបច្ចេកទេសយ៉ាងម៉េចប្រើសម្លេងឲ្យវាបានធ្ងន់ល្អឲ្យសម្លេងបានធ្ងន់ល្អវែងគឺការក្រហមគឺសម្លេងខ្ញុំវាមានដងតាំងពីធម្មជាតិពីកំណើតហើយខ្ញុំមានគ្រូដែរបានវឹកហាត់ចំណេះដឹងនីមួយៗតែមានគ្រូមិនមែនចេះតែឯងទេយើងសិក្សាពី YouTube បន្ថែមនិងលោកគ្រូរបស់យើងបង្ហាត់ផ្ទាល់បាទគាត់ឈ្មោះសុខៃអញ្ចឹងគាត់មកនៅខេត្តបន្ទាយមានជ័យប៉ុន្តែកន្លងទៅហ្នឹងមានគេធ្លាប់អញ្ជើញចូលរួមកម្មវិធីស្មូតទេខ្ញុំមានវត្តមាននៅក្នុងកម្មវិធីបុណ្យធំបុណ្យមន្ត្រីសង្ឃសម្ដេចសង្ឃធំអីបាទតែខ្ញុំចូលរួមដោយការជ្រះថ្លាការពេញចិត្តណាចាំបើសិនជាប្រិយមិត្តយើងឲ្យគាត់ចង់តំណែងទៅបងអូនស្មូតក្នុងកម្មវិធីតូចធំអីមិនដែរបានតាមសេចក្តីពេញចិត្តនឹងការគ្រប់គ្រងរបស់គាត់ហើយអ្វីដែលសំខាន់គឺมันមានការកំណត់តម្លៃបាទបើអាចថាអ្នកខ្លះទៅគេកំណត់តម្លៃខ្លួនដោយសារការស្មូតរបស់គាត់ព្រោះតែបើសម្រាប់ខ្ញុំអាចថាមិនស្ដាប់បានគាត់ថាយើងមានជំនាញមួយថាយើងចេះលើកដាក់សម្លេងនិងការប្រើបច្ចេកទេសហើយការស្មូតយកទៅតាមទម្រង់កម្មវិធីបុណ្យតាមតម្រូវថាបុណ្យបច្ច័យ4ឬក៏បុណ្យសេវនានុទានបុណ្យសពបុណ្យផ្សេងអញ្ចឹងយើងសូត្រទៅតាមបុណ្យ
จังแม่นในแต่สมุดนี่สำได้แต่เลยแต่บนสอบแต่ละอย่างนะแม่นแต่บนไม่สอบอย่างที่ชิบนตูเตอร์อาจปรากันขมาโตเมียดาใบดาสไลด์สอบเบรีจังนั้นนะว่าแม่นอัตในบอดชิจานให้แม่นท่าการสมุดนั้นเอาแต่ลือท่าสมุดคือคลายแต่แม่นแต่คือสมุดคือเจียเครื่องมือดัดสเตะพลายร้อนพลายจัดพลายทอสำหรับเกทอมแบบสังเวชอ้อยสังเวชยังลองพิจารณาแต่ถ้ามนุษย์ตื่นมีนสิกได้สลับห่างจอมกรุบคนนี้คิดมีบ้านนี่ขมวนให้หนังกล้าวอีกคนจังเงี้ยโจคางสลับปะส้มเลยปอนจุยปะหาสำเนียงภายในจำเรียนติกกายปรึกระหายกายวายกลับลางมวนรอยเงี้ยวหายเรียบจำไม่อ้อยบองกายปรึกระหายกายวายกลับลางมวนรอยเงี้ยวหายเรียบจำไม่อ้อยบองเมียนหอบอาหาให้ลูสลาบาร์เลียดไหลตื้อสายไอต้องขายวอซาก่อนสดับได้ปรู้บ่าโอนเงินให้เจ็บบอดบานนะบ่าบางมาเป็นแบบย่อมเสยอัดบานเนี่ยอัดบานสเลบ่าจังไปมันยังไงได้จะในบานแต่งสมอแต่งเพลงกาไปนี่ไปนี้ให้บานแต่งเรียงรุนทดได้เนาะบ่าให้โอนจังใจเลยจะได้เปียกปอนแต่ตะบงย่อมจังเลือกอัมพีประวัติศาสตร์ในภูมิกำเนิดสั้นจังนะเดี๋ยวเติมจะมวยหนังดาวอัมเปิลสดาเนี่ยตาจ่าสกบ่าจะสมเจริญแต่มาดองนะบ่าจะมีซัวพวกไม้บองปอนทั้งออกนี้จะมีเสือตรงบองมาดองที่ยัดบ่าการนัดอย่างเปเวลีต่อตะเมียนปานที่ใส่ให้ไว้ได้สำคัญต่อแต่เอาน้องพี่เยี่ยมบนนัดอย่าไปทำนัดไว้ใบบนดองไงหลังต่อองค์สุขิมในบ้านมาออดเจมุจวิเดซ่ามามีจากการเงี้ยครั้งปีนางไงให้อะไรทางนี้กับเมียนกาโจรมแต่บองบานอนุญาตเชิญปอนในโจรมใจอิ่มแรงในอัมพีรูปไปจำเนื้อนั่งตำเนียมขมายนั่งเตะตันนั่งเรื่องเอาไว้แต่เพียบเจษได้ปิดในกระดองสังคมแต่มันนั่งเลือกเยอะนั่งเรื่องการบอกสายไปใหญ่อธิบายอัมพีขยำสับเข็มนิบาทยำเมียนตีหลุมในรูนพรมขนาดทมพรมเปรียมสระบัติคายตะกายเนี่ยตะกายบ่าก็เนี่ยสับคายเจ๊ดังมองจริงดังมองพูดในทางนักการกายที่ลูกครูเสนอทางตะกายบ่าแต่บองไล่ยำจังเลือกเยอะอัมพีเรื่องดามอัมเปิลเสดาในจ่าสกอ่ะดามอัมเปิลเสดานั้นก็มีดามอัมเปิลเสดานั้นมีอายุการจำนวนปีปอนปรามรอยเชียงชนในดอนนาดามเปิลในภูมิกำเนิดในภูมิคณะทมนะบองปอนสมเสยมือนิสัยมองดามเปิลสุดานี่เพียงอายุมาปอนปี150 ชนะตามภาษาดาคงใจสุดเลยดังๆจะเกี่ยวจมนี่บักแม่กี่คนบักอะไรรู้งมาแม่เนี่ยแม่พี่บองโอนมือมาแม่ใช่ทั้งมาแม่ใช่แม่ตายทมมือ
1200 ឆ្នាំទៀត នេះគឺជាដើម7សដាបងដែលគឺជាកន្លែងដែលគេប្រពកម្មវិធីសំពះអ្នកតាចាស់ស្រុកដើម្បីសុំរៀបអាពាហ៍ពិពាហ៍ក្នុងមង្គលការដើម្បីសុំសុខសិរីសួស្តីនៅក្នុងភូមិសាស្ត្រនៅក្នុងភូមិស្រុកកំណើតរបស់ខ្ញុំរៀងរាល់ខែប្រាំងវស្សាអញ្ចឹងទៅគេធ្វើពិធីបុណ្យដាលៀនបាទអញ្ចឹងដើម7សដាអ្នកតាចាស់ស្រុកហ្នឹងមានអាយុកាលចំនួន2550ឆ្នាំណាបងសូមបងមើលបាទមានទាំងដើមតូចដើមធំបាទដើម7ហ្នឹងហ៎បាទ2000ឆ្នាំជាង2000ឆ្នាំជាង1000មាន1250ឆ្នាំ1000ឬក៏2000 1000បង1000ជាងនៅក្នុងចំនួនឈ្មោះអាយុកាលគេដាក់នៅបាទដាក់នៅលើផ្លាកនាគរាជហ្នឹងគេដាក់ថាដើម7សូដាបាទបងបាទដើម7សូដានេះអាយុ1250ឆ្នាំបាទកើតនៅឆ្នាំ761គ្រិស្តសករាជនៅគ្រិស្តសករាជចំអញ្ចឹងយូរណាយូរបងយូរអញ្ចឹងនេះជាសិលាចារឹកនៅដើម7ហ្នឹងតែម្ដងបាទហើយនៅខាងក្រោយនោះគឺជាប្រភពតាអិសីដែលឆ្លុះពីរូបរាងកាយឆ្លងពីដើម7ហ្នឹងចេញមកហ្មងចេញប្រភពហ្នឹងហ្មងចេញប្រភពមិនដែរប្រភពតាអិសីតាអ្នកតាចាស់ស្រុកហ្នឹងហ្មងបងមើលខាងក្រោយមានរូបនឹងទៀតដែលមិត្តភក្តិខ្ញុំគាត់ថតខាងក្រោយអូសហ៎ខាងនេះបងនេះបងនេះក្រោយខ្លោះនេះឃើញអត់បងឃើញអត់ប្រភពហ្នឹងគឺផុសចេញមកជារូបរាងទម្រង់ប្រភពមនុស្សហ្មងនេះបាទបងបាទហ្នឹងបងហ្នឹងគោល7ហ៎បាទហ្នឹងអត់ទេតួដើម7ហ្នឹងតួដើម7បាទចេញរូបរាងកាយហើយនៅក្នុងដើម7ហ្នឹងមានប្រហោងធំសម្រាប់ឲ្យមនុស្សចូលបានទៅ10អ្នកជាងឯងមានចំនួនមានភ្នែកមានចំនួនហ្នឹងមកមានចើមទៀតណាបាទចឹងដើម7ហ្នឹងសប្តាហ៍ថ្ងៃនៅពេលដែលមានវ័យវឌ្ឍនាការអាយុជ្រាចាស់គឺបាក់ហ្នឹងមកហើយបាក់ហ្នឹងវាភាពជាក់ស្ដែងมันអាចនឹងប៉ះទីដែលសនាសនៈដែលកន្លែងគេប្រពធ្វើបុណ្យដូចជាថាសាលាសន្សំបុណ្យណាសាលាសន្សំគឺបាក់មកគឺពវៀងរហូតអត់ប៉ះពាល់នឹងសមិទ្ធផលទាំងអស់ហ្នឹងហើយមានន័យថាបាក់ហ្នឹងបាក់អីគេបាក់មែក7ហ្នឹងចាស់គេថាមនុស្សយើងចាស់ជ្រាទៅកោងខ្នងដើម7នេះពេលចាស់ទៅបាក់មែកហ្មងពីកម្ពស់100ម៉ែត្រអីចឹង90 70ម៉ែត្រអីចឹងរហូតមកដល់ឥឡូវនៅសល់50 60ម៉ែត្រឡើងខ្ពស់ខ្លាំងហ្មងបាទអញ្ចឹងឲ្យតែពេលខ្ញុំពេលធ្វើដំណើរពីភ្នំពេញទៅដល់ពេលចិត្តដល់នឹងភូមិស្រុកកំណើតឃើញដើម7ច្បាស់ខ្ពស់ខ្លាំងហ្មង1000ឆ្នាំជាងមិនមែនតិចឆ្នាំទេណាច្រើនឆ្នាំដឹងដើម7អស់ចាស់ប្រធាចាប្រហែលនេះអូនជួយរៀបរាប់សារឡើងវិញមើលថាដើម7ហ្នឹងស្ថិតនៅក្នុងភូមិអីឃុំអីខេត្តអីដើម7សដានេះស្ថិតនៅក្នុងភូមិខ្នាធំឃុំពីរៀមស្រុកបាទីខេត្តតាកែវបងស្រុកបាទីខេត្តតាកែវបាទបងបាទអញ្ចឹងបើសិនជាលោកអ្នកអត់ជឿអីអាចជើញទៅមើលផ្ទាល់អាចទស្សនាផ្ទាល់បានព្រោះថានៅពេលដែលអ្នកមានជំងឺការបន់ស្រន់បាយបន់អ្វីមួយបានសំតាមបំណងបាទបងអញ្ចឹងរុក្ខទេវតាដែលគាត់ស្នាក់អាស្រ័យនៅនោះក៏អាយុកាលយូរដែរយូរដែរបងនៅហ្នឹងបើសិនជាអត់មានល្ខោនវងល្ខោនភីសកុនធីទេក្នុងភូមិហ្នឹងអត់បានសុខទេបងអញ្ចឹងបាទតើតែជួលល្ខោនពីបរមរាណកាលមកភូមិហ្នឹងគេថាភូមិកំសាន្តរីករាយគេតែមើលល្ខោនពីស្រុកភូមិណាឲ្យមកហើយដើម្បីឲ្យតថាធ្វើបុណ្យនៅក្នុងស្រុកភូមិហ្នឹងឬអ្នកណាប្រពកម្មវិធីបុណ្យដែលបុកចំថ្ងៃពិធីប្រពបុណ្យហ្នឹងគេយកជួលល្ខោនវងពីសកុនទីទៅដាក់ហ្នឹងសំដៅនៅហ្នឹងដើម្បីជាការថ្វាយដល់អ្នកតាចាស់ស្រុកនេះផ្សេងពីហ្នឹងអត់បានវងតើបើជួលល្ខោនទៅជួលវងពីសកុនជួលល្ខោនដែលចាក់កុនក៏ដោយត្រូវតែបានคลิปវីដេអូពីសកុនទីតែបើជួលខ្ញុំទៅបែបអីទេជួលបងទៅអីទេជឿអញ្ចឹងសូមកោតសរសើរណាដើម7ដែលមានអាយុកាលរាប់ពាន់ឆ្នាំហើយនៅអាចបន្តជីវិតបានណាបាទបងបាទអញ្ចឹងសាច់រឿងបន្តទៅទៀតគឺពាក់ព័ន្ធជាមួយនឹងរឿងគ្រួសារមួយគ្រួសារមានសមាជិកចំនួន4នាក់លោកពូសឿនគាត់មានកូនប្រុសចំនួន3នាក់កូនប្រុសទី1ឈ្មោះសឿនសៅអាយុ35ឆ្នាំ
កូនប្រុសទី2ឈ្មោះបងបរិយកាលពីអាយុនោះគឺគាត់ធ្វើ20ជាងហើយខ្ញុំនៅអាយុ10ឆ្នាំ11ឆ្នាំហើយកូនប្រុសមួយទៀតឈ្មោះនឹងរស់គាត់មានកូនប្រុសច្បងរបស់គាត់បានត្រឡប់មកធ្វើការនៅរាជធានីភ្នំពេញយើងកំឡុងពេល 3-4 ឆ្នាំធ្វើការជាលើកទី1ទី2តែអ្វីដែលជាក់ស្ដែងសំខាន់គឺគាត់មិនដែលធ្វើដំណើរដោយជិះម៉ូតូទេគាត់ជិះអីគឺគាត់បដាច់ខ្លួនតាមទឹកបដាច់ពីណាបដាច់ពីបឹងស្នោយើងអាកាសលានដ្ឋានយានដ្ឋានថ្មីលានយន្តហោះថ្មីយើងនេះពីកោះសំពៅ500ដើម្បីទៅឆ្ពោះទៅបឹងចន្លោះនឹងបឹងប្រជាធំនៅតំបន់ដីស្រែខ្ញុំបងបាទកំឡុងពីមួយលើកពីរលើកតែគាត់ថាគាត់គឺមានអ្នកឲ្យយានជំនិះជិះហ្មងគាត់និយាយអញ្ចឹងបាទយានជំនិះដូចជាសង់ជាទូកឲ្យគាត់ជិះហ្មងហើយបដាច់នឹងទឹកតាមទឹកនឹងរហូតមើលកតាបងអីហើយមួយលើកពីរលើកឲ្យតែគាត់ទៅសឹកគាត់ថាគេសួរគាត់ឲ្យមកជិះអីជិះទៅតាមផ្លូវទឹកហ្នឹងហើយបានហើយមានអីអ្នកចម្លងគាត់មិនទូកបងប្អូនប្រជាពលរដ្ឋយើងឃើញគាត់ចម្លងគាត់អីគឺគាត់បដាច់ខ្លួនតាមទឹកហ្មងពេលដែលគេមើលឃើញគាត់ហ្នឹងគឺគាត់បដាច់ទឹកបាទតែឥឡូវគឺគាត់បាត់បង់អាយុជីវិតបាទដែលគាត់មានវិបត្តិផ្លូវចិត្តអីមួយតែគាត់ក៏បានធ្វើអត្តឃាតចងកសម្រាប់ខ្លួននៅដើមជំនៀងដោយយកក្រមាចងកបាទគាត់ដើម្បីបំរុងទៅធ្វើអត្តឃាតសម្រាប់ខ្លួនមួយលើកពីរលើកគេឃើញមួយលើកគេខាត់លើកទី1គេខាត់បានលើកទី2គេខាត់បានលើកទី3ក៏សម្រេចលើកទី1នោះដែលគាត់ទៅនោះគាត់ថាមានគេហៅគាត់ទៅហើយស្ត្រី7នាក់ទេពធីតា7នាក់ហើយលើកទី2នោះទៀតថាមានស្រីសួរអាណាមកយកគាត់ទៀតហើយរហូតលើកទី3បងបាទលើកទី3នេះគាត់ក៏បានធ្វើអត្តឃាតសម្រាប់ខ្លួនតែធាតុពិតជាក់ស្ដែងទៅគឺថានៅដើមជំនៀងនោះมันមានមនុស្សណានឹងអាចឡើងបានអាចទៅឈើលេងក្បែរនឹងបានទេបងដោយសារវាមានឃ្មុំមានស្រាំងមានអូម៉ាល់រាប់រយសម្បុកនៅលើដើមហ្នឹងបងហើយរហូតគាត់ធ្វើអត្តឃាតសម្រាប់ខ្លួនបានដោយយកកម្មាចងកកំឡុងពីឆ្នាំ2010ហ្នឹងរហូតមកដល់ឥឡូវ2025ហ្នឹងបាទកម្មាហ្នឹងនៅតែរសាត់វល់រហូតនៅលើมันរលាយនៅលើដើមហ្នឹងបើសិនជាបងប្អូនប្រិយមិត្តចង់ឃើញខ្ញុំនាំទៅផ្ទាល់បានហ្នឹងអត់ឲ្យចាំនាំខាងក្រុមខ្ញុំទៅមើលនាំក្រុមការងារទៅទាំងអស់ឲ្យកាមេរ៉ាខ្ញុំដើរមុខបាទឲ្យកាមេរ៉ាដើរមុខពាក់ព័ន្ធនឹងបងប្រុសសឿនសៅស្លាប់ថ្ងៃនោះឯងអ្នកដែលបានឃើញគាត់លើកទី1មានអ៊ំប្រុសឈ្មោះរឿនកំឡុងពេលវេលាម៉ោង2មនុស្សជាទូទៅតែខ្វៀលគោបងមែនអត់បាទខ្វៀលគោអញ្ចឹងទៅឆ្កែសត្វសខនៅស្នក់បាទជាអ្នកឃើញមុនគាត់ក៏ថាឆ្កែថ្ងៃនេះមិនក៏ចម្លែកមែនព្រោះនោះព្រោះអត់ឈប់ហៅឈ្មោះវាឲ្យឈប់សម្រាប់វាអត់ឈប់ដល់ពេលគាត់ងើយមើលទៅលើបានឃើញសាកសពបងប្រុសសៀនសាយគាត់ចងកស្លាប់ខ្លួនបាទរហូតបាទហើយរហូតពេលថ្ងៃនោះឯងហ្នឹងក៏បានផ្អើលទៅដឹងដល់អ្នកភូមិសុសសាយទាំងសមត្ថកិច្ចកងកម្លាំងសមត្ថកិច្ចដើម្បីធ្វើការបន្តនៃឈើបង្អោងដើម្បីកាត់សាកសពទម្លាក់មាននួមទាំងបាទចងខ្ពស់ហើយខ្ពស់បង60ម៉ែត្រ100ម៉ែត្រនោះវាខ្ពស់ហើយដើមជំនៀងនឹងវាធំដែរបងរហូតថ្ងៃហ្នឹងមានទាំងសមត្ថកិច្ចអ្នកភូមិឲ្យជួយទៅដើម្បីទៅយកសពគាត់បាទចង់បានថាមនុស្សរស់នៅរាងកាយស្រាលចឹងมันមានសភាពទម្ងន់ជាខ្យល់អីទេវាមិនទាន់បែងអសោះសញ្ញាតែពេលដល់មនុស្សស្លាប់ទៅហើយមនុស្ស4ទៅ5នាក់ត្រូវសាយមនុស្សម្នាក់មានទម្ងន់ធ្ងន់ខ្លាំងសាកសពណាសពដែលស្លាប់ហើយគឺជាសពវិញ្ញាណតៃហោចឹងមនុស្សដែលស្លាប់ហើយគឺស្ងប់រងាប់ចាប់កំណើតតែរូបរាងកាយនឹងមិនដឹងថានរណាដែលជាស្ថិត
ហៅថាអមនុស្សសម្បីតែព្រះក៏លោកពោសំដែងដែរថាប្រែតនរកអសូរកាយដេរឆានវាតែងតែចង់សាកលលេងចំពោះអ្នកដែលជឿស្លងងប់ងងល់ចំពោះរូបិយជំនឿជាងហ្នឹងបងប្រុសចង់សាកសពបងប្រុសនឹងបងប្អូនប្រជាពលរដ្ឋអ្នកភូមិដើម្បីតបងអោទៅកាត់តែថ្ងៃនោះជាក់ស្ដែងបងមានអ្វីដែលសំខាន់ទៀតភ្លើងជាទូទៅសម័យកាលយើងឥឡូវមិនសូវជាដាច់ភ្លើងប្រព័ន្ធវិរិយអគ្គិសនីថ្ងៃបងប្រុសសឿនសៅស្លាប់ភ្លៀងមកយប់ទៅភ្លឺដល់ស្អែកភ្លៀងហ្មងភ្លៀងក៏ភ្លៀងដាច់ភ្លើងក៏ដាច់ពេលអ្វីដែលមនុស្សគ្រប់គ្នាមានការភ័យខ្លាចនៅពេលដែលគេបានយកសាកសពគាត់បញ្ចុះមកបងគឺយកបង្អោងដែលកាត់ហ្នឹងកាត់ដោយករាវអាលហើយអាលតាមបានតាមក្បាលហ្នឹងទ្រាំទៅបានសត្វធ្លាក់មកគឺឈើហ្មងអូធ្លាក់មកឈើពេលដល់ឈើទៅហើយភ្ញាក់ទាំងអស់លន់ទុបជឹងខ្ពស់ដែរនឹងឈើទៅខាងក្រោមហ្នឹងមានភក់មានអីអត់ដីជាទុនហ្មងដីទុនដីទុនចង់ភ្ញាក់ទាំងអស់ឡើងលោកគ្រូអាចារ្យធំតាអ៊ួនហ្នឹងក៏គាត់បានភ្ញាក់ក៏គាត់រៀងចង្អាក់ចិត្តដែរចង្អាក់មានការភ័យខ្លាចព្រួយអញ្ចឹងព្រួយគឺថាការសក់របស់គាត់គឺថាស្លាប់វាមានជាភូតហេតុដូចហេតុប្រការនេះពីខាងដើមទៅឃើញថាដូចជាដើមឈើមួយនេះដែលមនុស្សមិនអាចគួរតែលេងបានទេតែក្បែរអីបានទេអញ្ចឹងបានសពគាត់ហើយតែមិនអាចយកទៅធ្វើបន់តាមប្រពៃណីឲ្យសមស្របកប់នៅក្រោមដើមឈើហ្នឹងហ្មងកំឡុងពេលស្អែកឡើង3ថ្ងៃមានណាបងហើយអ្នកនៅហ្នឹងធ្វើស្រែមិនបានទេបលែងលេងមួយគេហៅគេពេញហ្នឹងតតែគាត់ឲ្យអាសពទៅប្អូនប្រុសរបស់គាត់ឈ្មោះរស់ហ្នឹងប្រាប់ពីឪពុកដើម្បីគាស់សាកសពគាត់ឡើងវិញយកមកប្រពធ្វើបន់តាមប្រពៃណីបូទៅតបូជានិងនិមន្តព្រះសង្ឃប្រគេនផុតកិច្ចដល់ព្រះសង្ឃបានស្ងប់រងាប់ខ្ញុំចង់ងាកថយក្រោយបន្តិចពេលដែលសពហ្នឹងគេទម្លាក់មកហ្នឹងឈរហ្នឹងអត់មានអ្នកទប់ទេឈរខ្លួនឯងឈរខ្លួនឯងឈររឿងស្ដោកចឹងឈរត្រង់ស្ដោកហ្នឹងហ្មងបងប៉ុន្តែបាតជើងមានជាប់ទៅតាណាតាណីឬក៏ផ្ទាល់នឹងដីតែឈរហ្នឹងហ្មងកាត់មកឈរហ្នឹងហ្មងអ្នកនៅចិត្តនោះអត់រត់ណាអត់រត់ទេបងតើម្នាក់10ស្រែជាងអត់រត់ទេតែថាការភ័យព្រួយហ្នឹងគឺថាខ្លាចមែនទេខ្លាចគាត់ស្ដាប់មើលព្រឹត្តិការណ៍ហ្នឹងក៏ហើយរហូតមកដល់ឥឡូវយើងគិតមើល10ឆ្នាំជាងហើយកម្មានៅដដែលជីទៅឃើញជីមកឃើញអត់មានណាហ៊ានហើយវាអត់រសាត់ខូចរលួយអី10ឆ្នាំជាងបងគ្រាប់មើលពីឆ្នាំ2010មកដល់ឥឡូវ2025អូនមិនបានថតទុកឲ្យខ្លះអត់ទេខ្ញុំអត់បានថតពីឯកសារទាំងអស់ហ្នឹងទេតែតែជាមួយនឹងរឿងដើមពើជំនាញហ្នឹងហើយអ៊ំប្រុសរឿនហ្នឹងគាត់តែងតែឃើញអ្នកស្លាប់ដោយការចងករហូតឃើញចងករមិនទេដូចកាលមុនគាត់ឃើញលោកតាម្នាក់ដែលមកពីភ្នំជីសូមិនដឹងថាកូនគាត់បោះបង់គាត់ចោលទុកគាត់ចោលឬបែបយ៉ាងម៉េចគាត់បានធ្វើអត្តឃាតចងករនៅក្រោយវត្តបន្ទារីនៅភូមិក្រាំងកាចាងចងករនឹងដើមអញ្ជ័យពេលដែលគាត់ខ្វៀលគោ10គោទៅក៏ឃើញសពលោកតានឹងចងករស្លាប់ហើយមានកងមួយហើយឆ្កែទៀតអ្នកឃើញនៅដើមនឹងដែរនៅដើមអញ្ជ័យមួយទៀតអញ្ចឹងនិស័យរបស់គាត់គឺជួបតែឧបទ្ទវហេតុនឹងឃាតកម្មបែបហ្នឹងដោយការស្លាប់មនុស្សស្លាប់ដោយតៃហោងបែបហ្នឹងហើយមនុស្សដែលស្លាប់បែបហ្នឹងភាគច្រើនមិនបរិបូរណ៍បុណ្យទេខ្ញុំចាប់អារម្មណ៍រឿងអាចារ្យនៅស្រុកអូនមួយនិមន្តខ្ញុំកាលពីនៅភេទជាបព្វជិតជាផ្សំម៉ោង 2-10 ថ្ងៃត្រង់និមន្តលោកហើយបុណ្យនៅស្រុកណាកំដៅនិមន្តលោកស្មានហ្នឹងដែរលោកតំតឆានហើយមិនតបានសឹងផងនោះចឹងនឹងខ្ញុំសុំតអធិស្ឋានពុកម៉ែបងប្អូនខ្ញុំសុំតទៅសាច់រឿងមួយរឿងទៀតនិមន្តព្រះសង្ឃ2អង្គដើម្បីទៅបាំងស្កូលចាដើម្បីគាស់គ្រងឆ្អឹងសាក់សពហើយវាលហោឋានព្រៃស្មោសាននឹងគេថាព្រៃស្មោសានណានៅក្នុងបាលីពុទ្ធកាលសម័យប្រវត្តិអីហ្នឹងសម័យព្រះអីគេហៅពុទ្ធព្រៃស្មោសានព្រៃវាលហោឋានណាបងនិយាយថាបើនៅក្នុងប្រទេសឥណ្ឌា
តលេគង្គាគេអ្នកដែលស្លាប់គេសែងហើយយកទៅបូជាចឹងហើយរូបរាងកាយដោយប្រមាណសេសសល់គេបោះចោលនៅក្នុងទលេគង្គាបើនៅក្នុងប្រទេសកម្ពុជាយើងអ្នកណាមានទីទួលដីជាស្រុកកំណើតទ្រព្យសម្បត្តិកំណើតយើងកប់ចឹងខ្ញុំប្អូនពីរអ្នកជាមួយនឹងសាមណេរគេក៏បាននិមន្តទៅអត់ជិះម៉ូតូទេចឹងបើសិនជាពីនឹងថាទៅដល់អូរស័យដល់អីនោះឆ្ងាយដើរចឹងព្រៃហ្នឹងគឺព្រៃខ្មោចមកសម្រាប់គោះសាកសពហ្នឹងមកចឹងអ្នកនៅហ្នឹងសុទ្ធតែស្លាប់បែបតៃហោបើមនុស្សជាស្លាប់ដែលមានសាច់ញាតិគ្រួសារគេនឹងដាក់ផ្លាកព្រលឹងឬហៅថាផ្លាកអ្នកតាម្ចាស់ដីផ្លាកគ្រួសារតំណាងគ្រួសារអញ្ចឹងមេគ្រួសារអញ្ចឹងទៅដូនតាអញ្ចឹងទៅពាក់បរោះគេបបការីជនគេអញ្ចឹងទៅបាទតែព្រៃដែលបងតកោះនោះគឺអត់ទេនឹងគឺជាសាច់រឿងមួយដែរមួយទៀតពេលដែលប្អូនធ្វើដំណើរជាមួយនឹងលោកឪពុកដើម្បីបន្តការសិក្សានៅភ្នំពេញសុំកាត់ប្អូនសិនពេលដែលទៅនិមន្តហ្នឹងចង់និយាយថាមនុស្សទៅនិមន្តមែនតើឬក៏យ៉ាងម៉េចដែរគ្រូអាចារ្យឲ្យក្រុមកូនចៅរបស់ម្ចាស់ដើមបុណ្យទៅនិមន្តហើយបងសួរថាញោមចុះគាត់ស្លាប់ដោយសារធ្វើអត្តឃាតលក្ខមួយឬលកូនចេះគឺធ្វើអត្តឃាតស្លាប់ខ្លួនឯងប៉ុន្តែអត់មានបញ្ហាអីទេពេលដែលនិមន្តទៅគឺអត់មានទេតែទេពិតដែលជាក់ស្ដែងម៉ោង 2:10 ថ្ងៃត្រង់គឺម៉ោងដែលគេចាញ់ដើរដូចនៅក្នុងសាច់រឿងភាពយន្តចិននេះគេថាអ្នករស់ជាផ្លូវអ្នកស្លាប់ធ្វើដំណើរអញ្ចឹងណាបាទតើទៅនឹងរឿងហ្នឹងដូចជាលោកឪពុកប្អូននេះវិញតែតែប្រាប់បងថាម៉ោង 2:10 ថ្ងៃត្រង់កំដាព្រោះអីវាជាការពិតប្អូនជាអ្នកសាងប្រភ្នោះដោយភាពបរិសុទ្ធបំពេញសិក្ខាបទសិលដោយបុណ្យកំឡុងរយៈពេល5ឆ្នាំដែលការឆាន់ចង្ហាន់ច្បល់ចូលគ្នាទឹកដងណាតែឆាន់ហ្នឹងគេថាលោកអីណាមកពីណាខុសគេហ្នឹងអញ្ចឹងឆាន់ខុសគេសូម្បីតែលោកឪពុកបងគេថាទៀតបានតែចំពោះការបដិបត្តិវិន័យខ្ញុំផ្ដល់ឪពុកខ្ញុំឯងអញ្ចឹងគឺថាខុសគេនៅពេលដែលខ្ញុំធ្លាប់ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពេលដែលថ្ងៃត្រង់ហ្នឹងមកម៉ោង 2:10 ហ្នឹងដួលខាងស្ដាំម៉ូតូខ្ទាតហោះទៅខាងឆ្វេងចឹងអ្នកដែលជីពីក្រោយគឺជាយុវជនបរោះមិនថាគាត់ស្លាប់ដោយហេតុអីសូម្បីតែខាងមុខខ្ញុំក៏មានគ្រោះថ្នាក់ចរាចរណ៍ដែរគេដឹកសាច់ជ្រូកដឹកសាច់បន្លែមកគឺគេដួលនៅនឹងដែរខាងមុខក្បែរនេះនៅតាមរយព្រែកហ្នឹងនៅព្រែកមួយហ្នឹងធ្វើដោយការសាងសង់មនុស្សគ្មានការប្រពៃអំពីច្បាប់ទំនៀមទម្លាប់ប្រពៃណីខ្មែរចឹងព្រែកហ្នឹងគេថាព្រែកវាលហោឋានតែមកថាព្រែកហ្នឹងគឺថាព្រែកដែលជួបរឿងដែលមានខ្មោចតៃហោងលងទឹកអីចឹងពេលដែលបងស្រីបងអូននឹងចិត្តសម្រាលស្ត្រីពោះធំគឺគេមានភ្នែក9ភ្នែក4មានទាំងទីរត់នៅក្នុងពោះនោះក៏មើលឃើញស្ត្រីពោះធំក៏ឃើញតើតើនឹងរឿងបងប្រុសសៀនសៅគេក៏បានកប់3ថ្ងៃហ្នឹងហើយលើងក្មេងៗគ្នាគោបងលើងក្មេងៗគ្នាគោចឹងហើយក៏អ្នកភូមិអ្នកស្រុកហ្នឹងនឹងឪពុករបស់គាត់និងក្រុមគ្រួសាររបស់គាត់ដើម្បីគាស់សពរបស់គាត់ហើយដើម្បីរំលាយសាកសពធ្វើបុណ្យតាមប្រពៃណីតែចំពោះថានៅក្នុងទៅនឹងរឿងហ្នឹងគឺថាមិនដឹងថាការស្លាប់មួយនេះធ្វើឲ្យមនុស្សមានការគិតនឹងភ័យខ្លាចបែបណាគឺថានៅសុកដើមឈើមួយដែលមានទៅដោយសត្វសេរពឹសជាច្រើននៅវិនរស់នៅហើយមនុស្សដើម្បីទៅធ្វើអត្តឃាតសម្រាប់ខ្លួនបានណាបងបាទចឹងគឺថាវាជារឿងមួយដែលមានការងឿនឆ្ងល់ជាខ្លាំងសម្បីតែប្អូនក៏ឆ្ងល់ហើយការស្លាប់របស់គាត់ហ្នឹងថ្ងៃហ្នឹងជួបនឹងហេតុការណ៍ជាច្រើនមេឃក៏ភ្លៀងអត់ឈប់មកយប់វាស់ព្រឹកហើយដាច់ភ្លើងទៀតនៅក្នុងតំបន់ហ្នឹងដាច់ភ្លើងទៀត
អ្នកភូមិដែលបានពិភាក្សាគ្នាដែរអត់ទេរឿងហ្នឹងអត់បងដូចជាអត់ទេបន្ទាប់ពីចប់ហេតុការណ៍ហ្នឹងមកតែសពហ្នឹងបានកោះយកទៅបូជាហើយកប់នឹងរយៈពេលប្រហែលខែដែរកប់ចំនួន3ថ្ងៃបងអូបានតែ3ថ្ងៃបាទ3ថ្ងៃព្រោះដោយសារធ្វើទុកពេញវាលហ្នឹងបាទឡើងក្មេងអ្នកវាគួរអ្នកធ្វើដំណើរហ្នឹងអ្នកភូមិមិនដែលជួបអត់ចាប់តាំងពីឥឡូវបានធ្វើបន់គាត់មកគឺលែងតែអ្នកខ្លះនៅតែខ្លាចសម្បាជាមួយនឹងកម្រងនៃអនុស្សាវរីយ៍ដែលគាត់បានដូចជាខ្សែកម្មាអីចឹងទៅទីកម្មាចងកអីហ្នឹងចឹងនៅដល់ឥឡូវហ្នឹងដើមនោះជាប់ផ្លូវឬក៏នៅក្នុងតំបន់ជាប់ពីផ្លូវព្រែកពីភូមិទៅបើពីភូមិចម្ងាយពីភូមិទៅ3គីឡូម៉ែត្រហើយជាប់ពីព្រែកទៅ200ម៉ែត្របើសិនជាក្រុមការងារខ្ញុំចុះទៅបងអូនអាចជូនទៅបានទេជូនទៅបានបងដើម្បីទៅជួបទៅមើលទៅបានដើម្បីយើងសបបញ្ជាក់ឲ្យឃើញថាកម្មាហ្នឹងវានៅមែនបាទហើយបើសិនជាមានអ្នកភូមិអ្នកស្រុកអីនៅហ្នឹងគាត់ដឹងរឿងហ្នឹងយើងសួរនាំគាត់បាទដើម្បីសួរនាំគាត់បន្ថែមពីព័ត៌មានគេថាបងអូននិយាយអត់ពិតណាបាទអញ្ចឹងសាច់រឿងបន្តទៀតសាច់រឿងបន្តទៀតតេតិននឹងរឿងស្ត្រីពោះធំបាទស្ត្រីពោះធំហ្នឹងគឺជារឿងបងខ្ញុំឯងខ្ញុំជួនតាណាបងហ្នឹងទៅសម្រាប់ទីពេទ្យបង្អែកស្រុកបាទីយើងនេះនៅវេលាម៉ោង9កន្លះហើយភូនៅឡែងព្រែកនោះមួយវាមានព្រែកដែលជាទូរាជមានឃើញជាមនុស្សមួយដែលអត់អាវខ្មៅងងឹតបំរុងនឹងដើម្បីធ្វើអំពើកម្មអីដាក់លើបងខ្ញុំអញ្ចឹងណាបាទដើម្បីទាញផាសស្អាតយានជំនិះហ្នឹងឲ្យកលាប់ធ្លាក់ចូលព្រែកទៅមួយគ្នាអញ្ចឹងហើយ2លើកហើយខ្ញុំជាមិនដែរជាឃើញមនុស្សអីទាំងអស់ហ្នឹងទេបងនិស័យថាចង់ជួបអីពួកហ្នឹងទាំងអស់គឺអត់គេថាមកពីប៉ុនយើងអត់ដល់ក៏មិនឬក៏អត់មាននិស័យជួបបើពុកថាបើញោមផោះថាបើឃើញចឹងហើយរងាប់ទៅសោតធေါ်ខ្លះទៅរងាប់ឧបកិច្ចខ្លះទៅនិមិត្តអាក្រក់ទាំងឡាយក្តីទាំងពួងឯណាក្តីបាបប្រមិតឯណាក្តីសត្វទាំងឡាយទាំងពួងអញ្ចឹងណាបងអញ្ចឹងមានន័យថាពេលហ្នឹងឃើញជារូបរាងតែម្ដងជារូបរាងមនុស្សហ្មងពស់ប៉ុន្តែអត់មានសកម្មភាពអីទេណាបំរុងទាញផាសស្អាប់ដើម្បីឲ្យបងខ្ញុំជួបហេតុការណ៍ហ្នឹងគ្រាន់តែប្រងទាញទេប្រងទាញដល់ពេលហើយទាញដែលចម្ងាយគ្នាពីផាសស្អាប់បងស្រីបងហ្នឹងគាត់ទៅមុនឃ្លាតគ្នាតាម10-20-30ម៉ែត្រហើយខ្ញុំនៅពីក្រោយដល់ឃើញខ្ញុំមកបានថយខ្លួនមកវិញឃើញបងអូនអត់ឃើញទេខ្ញុំបងស្រីខ្ញុំដែលអត់ដឹងទេឪពុកម្ដាយខ្ញុំអត់ដឹងទេខ្ញុំអ្នកឃើញជាមួយនឹងបងចរលមួយហើយបងចរលមួយគាត់ថាលោកបងភ័យអត់ខ្លាចអត់ខ្លាចទេដោយសារអ្វីដែលសំខាន់គឺខ្ញុំចង់ជួបអ្នកទាំងអស់ហ្នឹងថាហេតុអីចង់ចងឃាតព្យាបាទគេញ៉ាំយើងមើលឃើញបើអ្នកមើលអត់ឃើញបើទាញផាសស្អាប់នឹងដួលមែនមិនដឹងយ៉ាងម៉េចដែរបាទមកផាសស្អាប់ហ្នឹងទៅទាំងអស់ចូលព្រែកទាំងអស់ងើពីក្នុងទឹកមកហ្មងបងបាទចឹងសាច់រឿងបងអូនមានប៉ុណ្ណឹងឯណាបាទប៉ុណ្ណឹងបងស្ដាប់ទៅគឺថារន្ធត់ព្រឺព្រួយបាទជាពិសេសកម្មាបកទៅបកមកកម្មាបកទៅបកមកណាដល់ឥឡូវបាទចាំមើលមានពេលទៅមើលទាំងអស់គ្នាបាទចឹងអរគុណបងអូនបាទបងបាទដូច្នេះកម្មវិធីយើងខ្ញុំក៏សូមបញ្ចប់ត្រឹមនេះចុះហើយយើងក៏មិនភ្លេចដល់ម្ចាស់ឧបត្ថម្ភកម្មវិធីផងដែរដែលតែងតែឧបត្ថម្ភនៅកម្មវិធីយើងខ្ញុំជារៀងរាល់សប្តាហ៍អាជីពរកលុយតាម Facebook និង YouTube ជាមុខរបរដ៏ចាំបាច់ក្នុងពេលបច្ចុប្បន្ននិងតទៅអនាគតជារៀងរហូតដូច្នេះបើសិនបងប្អូនចង់រៀនជំនាញនេះជាមួយវគ្គសិក្សារបស់ខ្ញុំបាទសូមឆាតចូលក្នុង Page Apolojoy RSV ខ្ញុំបាទក៏មានលក់ Page និង Channel ដែលភ្ជាប់ Monetize រកលុយបានជាស្រេចទឹក
រ៉ែធម្មជាតិបតុមវ័នពេលនេះមានដេប៉ូតំណាងចែកចាយប្រចាំខេត្តកំពង់ឆ្នាំងហើយប្រសិនបងប្អូនអតិថិជនមានបំណងចង់ធ្វើតំណាងចែកចាយប្រចាំខេត្តក្រុងផ្សេងសូមខលមកកាន់លេខទូរស័ព្ទនេះឬឆាតចូលក្នុងเพจទឹករ៉ែធម្មជាតិបតុមវ័នដើម្បីសាកសួរព័ត៌មានបន្ថែមទឹករ៉ែធម្មជាតិបតុមវ័នពោពេញដោយសារធាតុរ៉ែសំខាន់ការពារសុខភាពឆ្អឹងរក្សារំនឹងសម្ពាធឈាមនិងកម្រិតជាតិស្ករ pH រហូតដល់ 7.9 ធ្វើឲ្យសុខភាពល្អក្មេងជាងវ័យពីធម្មជាតិពេលក៏មកព្រៀងដឹកដល់គេហដ្ឋានព្រាមកថាមពលត្រៃភពដៃជាការពារអ្នកនិងក្រុមគ្រួសារពីគ្រោះថ្នាក់នៃ EMF ដូចជា Radical Series, Cholesterol សារធាតុបង្កមហារីកគីមីនិងឧស្ម័នឧបករណ៍បញ្ចេញផ្នែករឹង Wi-Fi វិទ្យុសកម្មទូរស័ព្ទទូរទស្សន៍កុំព្យូទ័រនិងផលិតផលអេឡិចត្រូនិកទាំងអស់ដែលបង្កើតជារលកសញ្ញាវិទ្យុសកម្មនិងវិទ្យុសកម្មលោហៈធាតុដែលធ្វើឲ្យខូចរចនាសម្ព័ន្ធកោសិកាបង្កគ្រោះថ្នាក់ដល់រាងកាយការពារបាននៅអំពើអំព័ន្ធអមនុស្សប្រឆាំងនឹងការប៉ុនប៉ងឬឧបទ្រពហេតុផ្សេងៗដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកថាមពលត្រៃភពដៃជាសក្តានុពលរមណីយកម្មនៃបរិស្ថានបាទដូច្នេះខ្ញុំតំណាងឲ្យម្ចាស់ឧបត្ថម្ភកម្មវិធីសូមជូនជាថវិកាដល់បងបាទបងជាចុងក្រោយនេះបងមានពាក្យពេចន៍អីចង់ផ្ដាំញ៉ាទេជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ម្ចាស់ sponsor កម្មវិធីនិងបងគណៈចាត់តាំងកម្មវិធីនិងក្រុមការងារទាំងអស់អរគុណម្ចាស់កម្មវិធី sponsor នេះបតុមវ័នបាទសូមប្រសិទ្ធពរជ័យស្រីមហាប្រសើរទៅដល់ក្រុមហ៊ុនបបងឲ្យរកស៊ីទទួលទានមានបានលក់ដូរជាដាច់សម្រាប់គ្រប់ភារកិច្ចជោគជ័យក្នុងជីវិតនិងបងប្រុសដែរសូមមានសុខុមាលភាពល្អក្រុមការងារទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងហើយសូមឲ្យកម្មវិធីមួយនេះដំណើរការរលូននិងមានប្រិយមិត្តមានការគាំទ្រជាច្រើននិងចែករំលែកនៅអ្វីដែលជួបពិតនិងភាពជាក់ស្ដែងនឹងរឿងបានជួបផ្ទាល់នឹងសង្គមសូមឲ្យមានការគាំទ្រឲ្យកាន់តែច្រើននិងពីខ្ញុំបាទសក្តិសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទអរគុណបងសាទរបាទដូច្នេះកម្មវិធីយើងខ្ញុំក៏បានឈានចូលមកដល់ទីបញ្ចប់ហើយប្រសិនបើពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តមានសាច់រឿងរន្ធត់ឬក៏ពាក់ព័ន្ធទៅនឹងអាចកំបាំងនៃជំនឿផ្សេងលោកអ្នកចង់ចែករំលែកតាមរយៈកម្មវិធីរាត្រីរន្ធត់ក៏សូមអញ្ជើញទំនាក់ទំនងមកកាន់ page ផ្លូវការរបស់ Diamond Media ចុះបាទប៉ុន្តែប៉ុណ្ណោះប្រសិនបើលោកអ្នកចង់ផ្សព្វផ្សាយនៅផលិតផលឬក៏សេវាកម្មនានាក៏លោកអ្នកអាចអញ្ជើញទំនាក់ទំនងមកកាន់ page ផ្លូវការរបស់ Diamond Media បានដូចគ្នាផងដែរកម្មវិធីយើងខ្ញុំសូមគោរពជូនពរពុកម៉ែបងប្អូនលោកយាយលោកតានិងប្រិយមិត្តឲ្យជួបតែសំណាងល្អសុបិនល្អគ្រប់គ្នាសម្រាប់ពេលនេះខ្ញុំបាទសេមជំនួសសូមអរគុណសូមជម្រាបលា